3 ឆ្នាំកន្លងផុតទៅទេហួងបោះសបាយើងប្រតិពន្ធជាពូនាងបែកជាកិច្ចវេះទៅបានរៀបអភិសេកជាមួយនឹងម្ចាស់បងរិទ្ធិសូពេលនេះអូនមានបុត្រហើយប៉ុន្តែមានបុត្រនៅតែស្អាតកុំថាឡើយមានកូន1កូន2កូន3កូន20ឲ្យតែស្អាតប្អូនម៉ែមួយឆ្នាំក៏ស្រឡាញ់បានដែរពេលនេះឆ្លៀតក្នុងឱកាសម្ចាស់បងយាងទៅត្រួតពិនិត្យកងទ័ពនៅឯជ័យដែននេះជាឱកាសល្អរបស់ខ្ញុំហើយពុទ្ធស័ក្តិសិទ្ធិគុណកាយទាំង3គុណព្រះរតនត្រ័យមហាដេចជាសិរីរតមកដេចជាដែលព្រះអង្គថែរក្សាស្វេតឆ័ត្រនេះសូមធ្វើជាផ្លូវចាំមហាឲ្យទូព្រះមង្គមផងបារមីគ្រប់ទិសទីទាំងអស់ទូព្រះមង្គមសូមទូថ្វាយព្រះអង្គដងកាលទ្រង់គង់នៅព្រះភ័ក្ត្របែរទៅទិសបូព៌ាទន្លេ4មុខផ្ទុកគង្គាព្រះអង្គការពារនាតំបន់ស្លាធរដងខ្ចីដើម្បីថ្វាយធុប3សរសៃដៃបនស្រន់ពិនពៀតប្រគំលៀបបាណន់ជំងឺបានស្រន់បនស្នេហាបារមីយាយម៉ៅផ្លូវលេខ4ចៅសូមថ្វាយខ្លួនអោនសេរសាយាយពិតជាដឹងប្តឹងវាចាសូមយាយមេត្តារក្សាផងថ្វាយជ័យសំសុកទុកគ្រូក្រៃធុប3សរសៃដៃបនសងសូមកុំឲ្យស្នេហ៍ប្រែសំណងសូមស្នេហ៍អូនបងកុំក្រឡាស់ពេជ្រនិលភ្នំជ្រោះឈ្មោះចេញមករឿងរ៉ាវក្នុងក្រៅយាយដឹងច្បាស់យាយពិតជាពូកែស្នេហ៍ប្រប្រាស់ឈឺចាប់ខ្លាំងណាស់ប្រាស់ចិត្តកាយដូច្នេះទេដែលចៅទៅលួងលោមស្នេហាភូមិបោះសបាសូមបារមីលោកយាយជួយចៅផងមានការសប្បាយចិត្តខ្លាំងណាស់ដែលបានមករស់នៅក្នុងព្រះបរមរាជវាំងខ្ញុំគឺជានារីជនបទម្នាក់តែងតែដើរលក់ផ្កាតាមមាត់ព្រៃហេតុតែក៏ខ្ញុំមានសំណាមបែបនេះនោះមិនតែប៉ុណ្ណោះក៏បានមានបត្រាមួយព្រះអង្គទៀតផងពេលខ្ញុំសប្បាយចិត្តខ្លាំងណាស់ឆ្នាំមកហើយដោយបៃតាបានចូលស្ពានស្ដីដណ្ដឹងអូនឲ្យធ្វើជាមហាសីរបស់បងអូនក៏ដូចជាមហាសីរបស់បងដែរធ្វើតែបាត់តែអូនជាកូននេះធំសាមញ្ញធម្មតាមែន
តែបងជាពុញពងខត្តយៈវងដូច្នេះបងសូមហៅអូនជាមហាសីចុះណាអូនណាក្រាបទូលព្រះអង្គខ្ញុំម្ចាស់អរប្រកនខ្លាំងណាស់តែព្រះអង្គមិនយល់ចំទាស់ខ្ញុំម្ចាស់ជានារីជនបទណាក្រាបទូលមិនថ្មីទេឲ្យតែយើងចេះស្រឡាញ់គ្នាកុំគិតអ្វីទាំងអស់ឲ្យតែបុត្ររបស់យើងធំឡើងគឺមានអនាគតល្អដូចជាការល្អហើយណាអូនក្រាបទូលព្រះអង្គតើថ្ងៃនេះព្រះអង្គយ៉ាងតាណាទៅក្រាបទូលបងគិតថាទៅរងជំនុំដើម្បីប្រជុំដល់អស់មន្ត្រីស្រីស្នំក្រមការសេនាមាត្យមេតបទាំងអស់កំពុងតែរៀបចំជាក្បួនតបទៀតផងណាអូនក្រាបទូលព្រះអង្គបើអញ្ចឹងបងទៅហើយណាអូនណាមើលថែខ្លួនឲ្យបានល្អពីលៀងមើលមហាសីយើងឲ្យបានល្អលេទេព្រះបងខ្ញុំចាពីលៀងពួកឯងទាំងពីរឆាប់យកបត្រារបស់យើងទៅជម្រាបប្រកាយទៅណាបងខ្ញុំចាសូមផ្សាយវិស្មុននៃកថាស្នេហ៍សន្តំចិត្តស្នេហ៍សន្តំកាយលើភូមិបោះស្បាអូមៈនេះចិន្តាមហារលួយអ្នកម៉ូសូមជួយរិទ្ធិរសាយស្នេហ៍មុខទាំងឡាយមកកាន់ខ្លួនអញជាស្រេចស្ដេចយកអញជាកូនចដូនស្ដេចយកអញជាគ្នាមនុស្សម្នាយកអញជាខ្លើទើបអញប្រើឲ្យនាងមើលមុខអញល្អបីដូចមាសមើលថ្ងាសអញល្អដូចព្រះច័ន្ទពេញបរមីទើបអញឲ្យនាងបងបៃពីមាត់បងស្បៃពីកបងដៃល្អពីដើមទ្រូងយ៉ាម្ចាស់បងរិទ្ធសូពិតជាឆ្លាតមែនហ៊ានបញ្ចុះអឋានធំនៅក្នុងបរិយាដំណាក់នេះធ្វើឲ្យស្នេហ៍របស់យើងរលីសាបសូន្យមួយរំពេចភ្នែកមិនអីទេគេថាស្នេហ៍មហោស្និទ្ធទេព្រោះស្និទ្ធនាំមនុស្សឡើងឋានសួគ៌មុនស្នេហ៍ក្រាបថ្វាយបង្គំរីសន្និសាឡើយព្រះណិតតើថ្ងៃនេះព្រះណិតជាងមកបដមម្ចាស់បងមិនកិច្ចការអ្វីដែរទៅក្រាបទូលព្រះករណាថ្លៃផ្សេងម្ចាស់បងប្រហែលជាម្ចាស់បងលេចហើយប៉ុន្មានឆ្នាំមុនទូព្រះមកគុំបានទៅជួបនឹងម្ចាស់បងកាលដែលនៅរាជសម្ញតើម្ចាស់បងនឹកឃើញដែរទេតាមពិតខ្ញុំម្ចាស់មិនដែលភ្លេចនោះទេតែរឿងកន្លងហួសទៅហើយសូមព្រះអនុជបំភ្លេចចោលព្រោះថាខ្ញុំម្ចាស់មានស្វាមីថែមទៀតទាំងមានបុត្រទៀតផងណាក្រាបទូលតើហេតុអីក៏អ្នករាល់គ្នាឲ្យតែមានប្តីមានកូនឆ្លើយបែបនេះគេថាស្រឡាញ់ស្រីក្រមុំគ្មានអ្វីគួរអស្ចារ្យទេតែបើប៉ះប្រពន្ធគេវាឈ្ងុយដូចដងដុតយើងចង់នឹងថាដងដុតឈ្ងុយយ៉ាងណាស្រឡាញ់អូនណាស់ម្ចាស់ស្នេហ៍បងកំពូលស្នេហ៍ស្នងត្រកងថ្លៃស្រមៃឃើញអូនខ្លួនចរណៃនឹកដល់ជើងដៃអាឡ័យខ្លួនស្រង់ស្រូបមាសឆ្អិនក្លិនផែនថ្ពាល់ចង់អោនថាប់ថ្ពាល់ពលស្រស់ស្ងួនកញ្ចឹងកសក្លិនក្រអួនថាប់សក់ថាប់ខ្លួននួនកេសាចង់ថាប់ដើមទ្រូងបេះដូងស្នេហ៍ឈ្ងុកថាប់មិនប្រែកាយទៅណាអារម្មណ៍អណ្ដែតលើវិហាដើមទ្រូងសថ្លាប្រហាបងថាប់ដោយចំណងចង់ស្នេហាដើមទ្រូងបុផាចិនតាផងបានឃើញបានយល់ខ្វល់នៅល្អងស្ថិតក្នុងបំណងប៉ងរហូតថាប់ខ្លួនរសាបថាប់ខាងខ្នងអោបថាប់ត្រកងមិនរបូតពីលើដល់ស្មាជាបាស្លូតច្រមុះថាបូតរត់ចង្កេះស្លាញ់បងនោះចាញ់ទៅម្ចាស់អូនទៅសាឆាប់យ៉ាងចឹងពីដំណាក់ខ្ញុំម្ចាស់ទៅប្រយ័ត្នខ្ញុំម្ចាស់ស្រែកលើដល់ព្រះមេដាព្រះបិតាណាស្រស់អើយរូបអូនស្រស់មែនប្រងរាប់សាហែនចោមស្រស់អើយរូបអូនស្រស់មែនប្រងរាប់សាហែនចោមស្នាព្រៀមបងព្រោះពុនលើភូមិបោះស្បាអូនលេកាកុំដាច់អាឡ័យកុំដាច់អាឡ័យខ្ញុំមិន
នៅក្រមុំព្រហ្មចារីទៅប្រកែកបាត់ភាពបរិសុទ្ធជាស្ត្រីទៅហើយមានដល់កូនហើយហាច់ឲ្យនៅប្រកែកទៀតមេឃនឹងដីនេះធំទូលាយណាស់បង្រួញឲ្យតូចមកខ្ញុំច្របាច់ឲ្យខ្ទេចខ្ញុំសម្រាប់ចោលទាំងអស់ប្រុសខ្ញុំទុកតែស្រីទេព្រះអង្គម្ចាស់រតសាខ្ញុំម្ចាស់ប្រាប់ជាលើកចុងក្រោយណាបើព្រះអង្គមិនយាងចេញពីព្រះដំណាក់ខ្ញុំម្ចាស់ទេនោះខ្ញុំម្ចាស់នឹងស្រែកឆោឡោផ្អើលដល់ភីលៀងសេនាគេយករឿងនេះទទួលថ្វាយព្រះមេដាព្រះបិតាព្រះអង្គម្ចាស់នឹងមានទោសឲ្យក្រាបទូលល្អនេះជាបន្ទូលរបស់រាជសន្និសាទតែប៉ុណ្ណោះចូលព្រះនាងដែលជាម្ចាស់បងរបស់ទូព្រះមង្គមចាំស្ដាប់ឲ្យច្បាស់ណាងាកទៅខាងស្ដាំដៃមើលបានធ្វើបាត់ខ្ញុំអីបើឈានតែមួយជំហានទៀតយើងបញ្ជាសេនាមាត្យឲ្យធ្វើគុតអ្នកទាំង3នាក់នេះស្ដាប់បានទេម្ចាស់អង្គតែនេះតើព្រះអង្គចង់បានអ្វីពីខ្ញុំម្ចាស់ព្រះអង្គមានព្រះបន្ទូលម្ចាស់ព្រះអង្គចង់បានអាយុជីវិតខ្ញុំម្ចាស់ក៏ខ្ញុំម្ចាស់ឲ្យដែរហើយតែម្ចាស់អង្គដោះលែងបុត្រានិងអ្នកម្ដាយរបស់ខ្ញុំម្ចាស់ព្រមទាំងភីលៀងទៅក្រាបទូលល្អខណៈពេលដែលម្ចាស់បងយើងមកវិញនាងភុងមកសបាឯនេះត្រូវលុតចង្គង់សំពះប្របាទទីរបស់យើងដោយភាពមួយបញ្ជាក់ថាសុំស្នេហាពីព្រះអនុជបើហ៊ានតែមានបន្ទូលមួយម៉ាត់ទៅប្រាប់ជនណាម្នាក់អ្នកទាំងអស់គ្នាប្រកាសជាសោយទីមង្គលដោយសារតែសនាមាត្ររបស់យើងស្រាប់បានទេមិនអាចធ្វើបែបនេះទេពុទ្ធោតើខ្ញុំត្រូវសម្រេចចិត្តយ៉ាងណាទៅអ្នកម្ដាយពុទ្ធមេត្តាតើឲ្យមេត្តាសម្រេចចិត្តយ៉ាងណាទៅពុទ្ធព្រះអនុជខ្ញុំម្ចាស់សូមអង្វរព្រះអនុជសូមព្រះអង្គអនុត្ត
មកចាបងលូតជង្គង់សំភារប្របាទទីរបស់ទូព្រាមមកគុំសុំស្នេហាមែនទេទូព្រាមគុំអាចធ្វើចឹងបានទេទូព្រាមគុំអាចធ្វើចឹងបានទេមកចាបងទូព្រាមគុំជាព្រះអនុជបែរទៅជាម្ចាស់បងមានបុត្រមួយអង្គទៅហើយជាទីស្រឡាញ់ពេញនេត្រាបែរទៅជាមលុតជង្គង់សំភារប្របាទទីរបស់ទូព្រាមគុំទេទូព្រាមអាចធ្វើចឹងបានទេរឿងនេះសន្យាថាទូព្រាមគុំមិនឲ្យបែកធ្លាយលឺដល់ម្ចាស់បងរឹតតែសូលហើយក្រាបទូលរត់តែសាអូនម្ចាស់បងចឹងហើយមែនទេបងមកស្លាប់លឺអស់ទៅហើយរឿងនេះណែភួងបោះសេបាហេតុអ្វីបានជានាងហេតុអ្វីបានជានាងធ្វើបែបនេះចំពោះយើងតើយើងមានកំហុសអីបានជានាងមានយើងហើយបានជាមកអង្វរលិចចង្គង់សុំសេចក្តីស្នេហាពីរតស័កបែបនេះទៅវិញឆាប់និយាយមកឆាប់និយាយមកយ៉ាងម៉េចបានន័យថាសម្ដីដែលយើងនិយាយទាំងប៉ុន្មានវាជាការពិតទាំងអស់មែនទេស្រីថោកទៀតនាងពិតជាស្រីកាកៃម៉ាន់ជាកាកៃជាខ្សាច់ត្រីកុំខ្ចីយកខ្លួនទៀតជាតិអ្នកជាកាកៃជាខ្សាច់ត្រីកុំខ្ចីយកខ្លួនទៀតនាងបានចង់ជាស្រីថោកទៀតនាងបានចង់ជាស្រីថោកទៀតស្រីខ្វាំងនិយាយជាក្បត់ចិត្តយើងខំស្រឡាញ់នាងស្មើនឹងជីវិតរបស់នាងមិនគួរណានាងយកដៃបោះច្រវាច់បេះដូងរួមយកថ្លើមយើងដោយរបៀបនេះទេស្រីពុះវែកភ្នែកមន់ព្រៃចាប់តាំងពីពេលនេះតទៅយើងលែងទទួលស្គាល់នាងជាមហាស័យយើងទៀតហើយយើងលះហើយស្រីល្អនាងភុងបោះស្បាតើឈឺចាប់ដែរទេនាងឈឺចាប់ដែរទេស្រីចង្រៃនាងស្ដាប់នេះឲ្យច្បាស់ណាស់គេថាស្នេហ៍ដូចទុំធំដូចទៀវសុំអំពាវនាវពោជើងខាលស្នេហ៍ពិតក្នុងគ្រាយូរយាកាលទុកធ្ងន់ឬស្រាលកុំធ្វើអីពោចង់មានគ្នាដូចមនុស្សសាពោជាប្រឹក្សាក្នុងលោកីពោមានជីវិតលើផែនដីម្ដេចទុំទាវស្រីខ្សែសង្ខាពោត្រូវចេះខ្វល់ពុនយល់ទៅជួយបងហាញផ្លូវនៅស្នេហាស៊ូទ្រាំដោយចិត្តត្បិតយ៉ាងណាពោមិនមេត្តាប្រហាវិញដោយឡែកស្នេហ៍ខ្ញុំស្នេហ៍មុំពិតសូមពោយងចិត្តកុំទុំម្នេញបើអ្នកមិនជួយត្រូវតែចេញតែបើមិនចំណេញមិនចេញទេខ្ញុំចឹងហើយខ្ញុំចោទចឹងហើយចាំបងរដ្ឋសោពាក់សម្បត្តិរបស់ព្រះអង្គតាតនាអស់ហើយម្ចាស់បងខ្ញុំមិនចឹងខំតាមព្រះអង្គស្បាត់ស្បែកនឹងខ្ញុំម្ចាស់ថាស្មោះស្ម័គ្រតែខ្ញុំម្ចាស់តែហេតុអីព្រះអង្គមិនជឿសម្ដីខ្ញុំម្ចាស់ព្រះអង្គបើខ្ញុំម្ចាស់ឆ្លើយម្ដាយខ្ញុំម្ចាស់និងបុត្រខ្ញុំម្ចាស់ត្រូវស្លាប់តែបើខ្ញុំម្ចាស់មិនឆ្លើយព្រះអង្គនឹងចូលច្រឡំជាមួយនឹងខ្ញុំម្ចាស់តើខ្ញុំត្រូវកាត់យ៉ាងណាទេព្រះស្វាមី
មានវិផលនៅក្នុងប្រកាយពលណាតែមានរឿងអីកើតឡើងបានជាបងនេះមានអារម្មណ៍ចម្លែកយ៉ាងនេះ ខ្ញុំចាស់ដូចជាឆ្ងល់ខ្លាំងណាស់មិនក៏មានរឿងបាយពីទៅវិញត្រង់ដូចជាបាត់មេដាថាមានរឿងអីទៅ បៃតាមេដាទូរំគុំមានចិត្តស្ដាយចំពោះហួងបោះសបាណា បងស្បាយ៉ាងម៉េច មានរឿងអី បៃតាដឹងទេថាហួងបោះសបានាងក្បត់ចិត្តទូរំគុំហើយបៃតា មិនចាន់ចឹងមិនក៏បងស្បាធ្វើអញ្ចឹងបាត់ដែរ បៃតាដឹងទេថាក្បត់ចំពោះអ្នកណាហួងបោះសបាបាយទៅជាស្រឡាញ់រឹកតស័កតែត្រូវជាអនុជរបស់ទូរំគុំទៅវិញក្រាបទូល ជន់ច្រឡំតែដឹង មិនអាចទេ មិនអាចយុទ្ធច្រឡំទេ មិនអាចទេបាត់ ទូរំគុំចូលមកក៏បានជួបកំពុងតែឃើញហួងបោះសបាកំពុងតែលិតចង្គង់អង្វរសុំសេចក្តីស្នេហាពីរឹកតស័កទូរំគុំបានឃើញផ្ទាល់នឹងភ្នែកតែម្ដងណាបៃតា មេដាមិនជឿមេដាមិនជឿទេបា បៃ ត់ តាក៏មិនជឿដែរ ព្រះស្បា ហេតុអីក៏ភូមិបោះស្បាហ៊ានធ្វើយ៉ាងនេះ បងស្បា ខ្ញុំមិនចាស់ក្រាបថ្វាយបង្គំព្រះមេត្តាព្រះបិតា បងស្បាបាត់មេដាតែរឿងមើលគឺជាការប៉ັດមែនទេ មាន មេដាឃើញទេ បងស្បា វាជាការពិតទាំងអស់ប៉ុន្តែមិនមែនជាការពិតទេនោះនាងប្រកាសជាប្រកែកតវ៉ាចំពោះព្រះភ័ក្រព្រះមេដាហើយ ឈប់និយាយមេដាមិនជឿទេរឿងអីក៏តែមានហេតុនិងផលបាត់ស្បាប្រាប់មេដាមកមេដានៅខាងបាត់អត់មានសម័យមកតែរឿងនៅជាការប៉ັດមែនទេបាត់ ភូមិបោះស្បាហេតុអីក៏រាជបុត្រីរបស់បៃតាដែលសពប្រតិនេះមិនហាស្ដីសំបីតែមួយម៉ាត់ឬមួយរឿងនោះគឺជាការប៉ັດ បានន័យថាគេស្អប់ខ្ពើមចំពោះព្រះបិតាព្រះមេដាហើយសំបីតែបិតាមេដាក៏នាងមិនចង់និយាយស្ដីដែរឆាប់អូសក្បាលនាងចាក់ចេញពីទីនេះដែរបិតាបិតា ឈប់សិនមកបាត់មេដាមេដាសំបងបាត់និយាយមកបាត់និយាយមក នាងមកពីណាស្ញាញ់ស្ញាញ់មានកាយហ៎ ព្រះខ្ញុំមិនចាស់គឺបានឃើញទូបនៃរឿងបាត់ក្រាបទូល ពិតរឿងអី ស្ដាប់ខ្ញុំមិនចាស់សិន ឯងនិយាយមកមើល ព្រះអង្គខ្ញុំមិនចាស់ដឹងច្បាស់សូមទូលថ្វាយព្រះនាងបោះស្បាសែនខ្វល់ខ្វាយរឿងហើយទាំងឡាយព្រោះរត់ទៅសាក្រាបទូល ព្រោះរឹកតស័កតើរឹកតស័កធ្វើអីចំពោះនាង ទ្រង់មកគម្រាមក្រាបទូលសូមស្នេហាព្រះនាងបោះស្បាក្រាបទូល ថាម៉េចបានន័យថាអរិទ្ធស័កវាមកគម្រាមកំហែងចំពោះហួងបោះសេបាមែនទេ មិនបានឲ្យក្រា តែ ប ស្ ទូល ដីនឹងជាការប៉ុណ្ណឹង មិនបានឲ្យក្រាបទូល លីលៀងហាប់ទៅនាំរដ្ឋស័ក្តិចូលមកជុំយើងជាបន្ទាន់ ព្រះស្វាមីធ្វើអីក៏បាយតក់ហល់ពេកខ្ញុំមិនចាំមិនជឿទេខ្ញុំមិនចាំមិនជឿថាបាត់របស់ខ្ញុំធ្វើយ៉ាងនេះទេ ក៏មិនដែរខ្វះអីប្រុសពេញដីស្រីពេញនគរ ទូព្រះបង្គំសូមក្រាបថ្វាយបង្គំព្រះមេដាព្រះបិតា ល្អហើយមើលរិទ្ធស័ក្តិមានបន្ទូលឲ្យច្បាស់ទៅមើលថាតើហួងបោះសបានេះបានសពរិហរតីលើរូបឯងមែនទេ បាត់មេដាស្ដាប់មេដាណាបងសបានឹងភីលៀងរបស់គេបាននិយាយប្រាប់មេដាច្បាស់ណាស់ថាឯងគឺជាអ្នកគម្រាមបងសបាមែនទេ មិនពិតទេក្រាបទូល ហេតុអីក៏មិនពិតតើឯងខ្លាំធំយ៉ាងហ្នឹងឯងដែលហ៊ានសពរិហរតីលើម្ចាស់បងរបស់ឯងនោះ តើព្រះបិតាទ្រង់ជាពីណាមកក្រាបទូល បាត់មេដាជឿពីណាមកយ៉ាងម៉េចផុសតាំងមានជាក់ស្ដែងភីលៀងអ្នកបម្រើបាននិយាយថាឯងគឺជាអ្នកគម្រាមឯងគឺជាអ្នកគម្រាមបោះស្បា នាងបានទូលថ្វាយបិតាមេដាយើងហើយមែនទេ ប
រឿងនេះបើត្រង់ជ្រាបទៅហើយទូព្រះបង្គំទូថ្វាយទៅចុះភូមិមកស្វានាងជាស្ត្រីម្នាក់លក់ផ្កានៅផ្សារចុងព្រែកទូព្រះបង្គំតាមស្រឡាញ់នាងមិនព្រមស្រឡាញ់ទេនាងមានគូកំណានចិត្តតែមិននឹកស្មានម្ចាស់បងរឹតសូពេលដែលត្រឡប់មកពីមកពេញសិក្សាជាមួយលោកតាព្រះមនីឥសីព្រះបិតានិងព្រះមេដាបានរៀបអបិសេកដល់ម្ចាស់បងទូព្រះបង្គំមានការឈឺចាប់ស្ត្រីម្នាក់នេះក៏ទូព្រះបង្គំស្រឡាញ់ដែរណាហើយពេលនេះអ្វីគ្រប់យ៉ាងទូព្រះបង្គំបានចោះចាញ់ម្ចាស់បងបាត់ហើយអញ្ចឹងថ្ងៃអនាគតទូព្រះបង្គំក៏មិនបានគ្រងរាជសម្បត្តិនេះដែរព្រោះទូព្រះបង្គំមិនមែនជាបុត្របង្កើតរបស់ព្រះបិតាព្រះមេដាតែមិនចែកនិយាយចឹងមិនចែកនិយាយចឹងហេតុអីក៏ឯងមានបន្ទូលយ៉ាងនេះដូចជាអាក្រក់មិនហើយយកខំស្រឡាញ់បើពេញក្នុងអរ៉ាមិនណានឹកស្មាត់ថាឯងមានចិត្តណាខុសខើបែបនេះងាមេដាតបអារម្មណ៍ណាមេដាមិនចឹងចឹងទេបងយើងខំស្រឡាញ់ពេញក្នុងអរ៉ាមិនគួរឡើយណាឯងណាចិត្តធំយ៉ាងនេះងាបំពេញនឹងច្បាប់មកមិនត្រាប់តាមនគរឯងធ្វើឲ្យវពវែងនៅក្នុងពេលនេះឯងសាច់ព្រះស្វាមីមិនក៏មានហច្ចតាលោភលុតយ៉ាងនេះដឹងថាភូមិបស្បាត្រូវជាអគ្គមហេសីម្ចាស់បងរបស់ឯងហើយដាច់ឡើយក៏ហ៊ានបំពេញគ្នាព្រះស្វាមីសូមព្រះអង្គស្ដាប់ខ្ញុំម្ចាស់សិនទោះបីយ៉ាងណាបុត្ររបស់យើងតាំងពីតូចមានអត្តចរិតឆេះឆាវប៉ុន្តែបុត្ររបស់យើងមានប្រតិចិត្តល្អទេកំហុសបន្តិចបន្តួចដោយអចេតនាចាត់ទុកគុំប្រកាន់នឹងបុត្រអីណាបងតែពេលនេះព្រះបិតាព្រះមេដាទ្រង់ជឿរឿងនេះដើមឡើយមានមន្ត្រីម្នាក់បានលាចាកលោកទៅខ្សឹបប្រាប់ទូព្រះបង្គំថាបុត្រមិនមែនជាបុត្របង្កើតទើបទូព្រះបង្គំមានការអន់សពុនចិត្តមិនអីទេទោសនេះប្រមាថព្រះចេស្តារបស់ព្រះមហាក្សត្រគឺមានទោសមហាប្រាជីវិតសូមទ្រង់ដាក់ទោសទូព្រះបង្គំមកចុះអត់ទេល្អបើយល់ដូច្នេះហើយចាប់អំពីថ្ងៃនេះតទៅយើងត្រូវតែនិរទេសឯងអត់ទេឲ្យចាត់ឆ្ងាយអំពីទឹកដីបរិមហានគរមិនឲ្យច្រឡំចូលក្នុងប្រាសាទឡើយតែព្រះស្វាមីព្រះស្វាមីមិនបានទេមិនបានទេបងមិនបានទេបាត់របស់ខ្ញុំចិញ្ចឹមតាំងពីតូចធ្វើសុំឯបងកុំអាននេះទេបាត់របស់ខ្ញុំអីបងទូព្រះបង្គំអរប្រគុណហើយតែត្រង់មិនប្រហារជីវិតទូព្រះបង្គំឲ្យទូព្រះបង្គំនេះចេញពីព្រះនគរនេះអត់ទេអរប្រគុណព្រះមេដាអរប្រគុណហើយព្រះតីរបស់ទ្រង់សន្តោសនៃចំពោះទូព្រះបង្គំសូមក្រាបតាមគុំលាសិនហើយហើយចុះបើមានហើយកុំពិលចូលមកវិញឲ្យសល់ទីទូព្រះបង្គំនឹងសងគុណព្រះមេដាព្រះបិតាអត់ទេខ្ញុំមិនចាំឲ្យបាត់ខ្ញុំទៅណាតែបាត់មេដាព្រះស្វាមីភូមិបស្បាអូនឲ្យបងសុំទោសចំពោះរូបអូនផងដែលបងយកកំហឹងទល់នឹងកំហល់ព្រោះតែទោសៈមោហៈមិនស្ដាប់នៅពាក្យសម្ដីអូនពន្យល់ហេតុផលឲ្យបងបានដឹងឲ្យបងសុំទោសផងណាអូនណាមិនអីទេព្រះស្វាមីបាត់មេដាព្រះមេដាថាយ៉ាងមិនទៅទោះបីយ៉ាងណាក៏ដោយមេដាមិនអាចបាត់រដ្ឋសាស្ត្របានទេរដ្ឋសាស្ត្រជាមហានគរវិញអញវាហួសចិត្តត្រង់ថាអញ្ចេះវាហួសអ្នកដាំដំឡូងហ្នឹងទៅនឹងដាំដំឡូងស្អីអង្គុយយាមចាំចាប់អញវាហួសចិត្តអារឿងចេះឲ្យមានឆ្ងល់ហើយ
ឆ្ងល់ស្អីអញឆ្ងល់បងថ្លៃឯងឯងវាលេបចូលចឹងហើយបានហៅសម្លាញ់ឯងមកជួបហ្នឹងអានេះបើនិយាយថ្លើមវាយល់អាថ្លើមយល់អាដើមអាថ្លើមដោះរោមអារោមដោះមមីអារោមដោះបាយជេខុសហើយជេចេះវិញជេអាមមីដោះថ្លើមមីដោះថ្លើមអីអាតកអាលាយអាចណាគេអាចចឹងដែរអាចណាគេគូចអានេះដបងមកអាចមិនគួយទៅអាកាច់ពួកអាចចឹងរៃឯងបរហាគេអញមែនទេខ្ញុំមានបរហាគេណាអានោះអ្នកនាំអាតអាចចឹងរៃអូអញមិនអ្នកនាំអាតបើគេឲ្យពីក្រៅមកគេថាឲ្យជេចឹងអាចចឹងរៃអាចចេណាគេជេទៅណោះតាមកាពិតឯងឌៀមណាស់ឲ្យអញអាចចឹងរៃបានឌៀមទេលោកម្ចាស់អើយខ្ញុំជេអាមួយឆ្លើយនោះអាណាអាមួយហ្នឹងវាដើរយកប្រពន្ធគេអាណាអាហ្នឹងអាស្អីគេអាលលាយហ្នឹងអាណាអាតាយងចេកបុកហ្នឹងបាទណាពួកអាចចឹងរៃអាចស្ដាប់អញច្បាស់ណាបាទអាចស្ដាប់អញច្បាស់បាទហើយប្រមាថមើងងាយអញពួកអាដេរិឆានឯងនេះសំធ្វើជាសត្វដេរិឆានបានត្រូវដេរិឆានហ្នឹងស្អីគេឆ្កែហ្នឹងអាម៉េចទេនេះអញអត់ស្គាល់ឆ្កែអត់ដែរស្គាល់ទេស្គាល់ឆ្កែទេអត់ដែរស្គាល់ឆ្កែហ្នឹងគេព្រោះអាម៉េចស្គាល់ឆ្កែអត់ហើយវ័យប៉ុណ្ណឹងស្គាល់ឆ្កែមែនថាឆ្កែហ្នឹងមិនដឹងវាព្រោះអាម៉េចអីនេះដែលលឺឆ្កែព្រោះអត់ដែរលឺសោះឆ្កែព្រោះយ៉ាងចឹងរៃវាព្រោះអាម៉េចឥឡូវឆ្កែវាព្រោះអាម៉េចបើលោកម្ចាស់ដឹងឆ្កែវាព្រោះអាម៉េចឯងត្រូវធ្វើឆ្កែប៉ុន្តែអញធ្វើឲ្យឯងស្ដាប់ហើយឯងត្រូវធ្វើតាមអញពួកខ្ញុំវាល្ងឹតស្ដាប់អញដឹងបាទស្ដាប់អញណាបាទឯងធ្វើកាយវិការហើយអានេះធ្វើសម្លេងឆ្កែព្រោះប៉ុន្តែអត់ចេះចាំអញធ្វើឲ្យមើលបាទដំបងឆ្កែដែលរត់មកហត់បាទវាហត់ចាំមើលបាទឆ្កែហត់បាទអូចាំមើលឆ្កែហត់ចឹងណោះដាតហ្នឹងដូចខ្លីជាងឆ្កែសុំឲ្យវែងអញធ្វើប្រៀបធៀបឲ្យមើលទៅអាចយ៉ាងរៃប្រៀបធៀបបាទអាហ្នឹងឆ្កែហត់ហើយចុះពេលឆ្កែវាខើបមនុស្សវាព្រោះហ្មងឆ្កែឃើញមនុស្សបាទព្រោះចេះអានេះដូចណាហួយចុះអាពេលអាហ្នឹងឆ្កែវាឃើញមនុស្សវាព្រោះអញ្ចឹងចុះអាពេលឆ្កែឃើញខ្មោចវាព្រោះមិនអានេះគេហៅឆ្កែខែក្តឹកបាត់ដឹកចាំស្ដាប់ណាហ្នឹងហើយឆ្កែគេលូអញ្ចឹងណោះនិយាយបងប្អូនដូចប្រមាណភាគរយកែ100%ចុះអាឆ្កែពេលឆ្កែវាជូនោមវាជួហ្មងឆ្កែជូនោមអាយ៉ាអូទៅរត់ទៅជួអើយទៅអីរោដាក់ធំបាក់គេគប់មកលើកាយឆ្កែកាយលុបកាយដៃទៀតដូច100%ឆ្កែបេះបាត់ចង្រៃបើអញ្ចឹងមានន័យថាអញធ្វើឆ្កែនេះដូចប្រមាណភាគរយដែរសួរបងអ្នកមើលបងប្អូនដូចប្រមាណភាគរយ100%ផ្ទះដៃមួយមកចុះអរគុណផ្ទះដៃអរឆ្កែអូបើអញ្ចឹងមានន័យថាអញធ្វើឲ្យស្ដាប់នេះបាទអញដូចឆ្កែ100%បាទអញ្ចឹងមានអញនឹងឆ្កែបាទអាចង្រៃជុហើយត្រៀមស្លាប់ហើយទៅឯនេះដូចជាចម្លែកប្លែកក្នុងអាត្មាណាតាំងពីចៅ
បានលាវិលត្រឡប់ទៅកាន់មហារាជធានីវិញក៏បាត់ដំណឹងសូនឈឹងអូ កណាសូមក្រាបថ្វាយបង្គំលោកតា រតស័កចៅ កណាលោកតា តាកំពុងតែរលឹកនឹកដំសັບតែចៅមកដល់ភ្លាមមានរឿងហេតុអ្វីចៅបានជាមកដល់កន្លែងតាបែបនេះចៅ បបពេលលោកតាសូមលោកតាអនុញ្ញាតព្រះមេដាព្រះបិតារបស់ខ្ញុំកណាឲ្យខ្ញុំកណាមកពេញសិក្សាជាមួយលោកតាសាជាថ្មី មិនអីទេបើសិនជាបែបនេះចៅនៅសិក្សាបំពេញនៃវិជ្ជាប៉ុន្តែតាហាមណាក្នុងលអាងដែលបាក់បែកនេះចៅមិនអាចចូលទៅបានទេ កណាលោកតា អាចហាត់នាទីនេះបានណាចៅណា កណាសូមលោកតានិមន្តចុះ ចៅដល់ហាត់នាទីនេះហើយណាចៅ ក្នុងលអាងអាចកំបាំងមួយនេះលោកមានសង្ឃដីកាថាមិនអោយចូលទៅទីយើងចង់ដឹងមើលថាក្នុងលអាងនេះមានអាចកំបាំងអ្វីខ្លះយោ រតស័កហេតុអីបានជាចៅយកកំពីឆ្អឹងដៃស្បែកស្ពាន់មកប្រើប្រាស់យ៉ាងដូចនេះតាបានហាម តាព្រះមនីអីសីលោកហាមខត់ខ្ញុំកណាមិនបានទេគម្ពីរមួយនេះទុកធ្វើអ្វីទៀតខ្ញុំកណាហាត់ចប់ហើយខ្ញុំកណាបានដុតមួយចំនួនបានឆៃទៅក្នុងពួរមាត់តាហើយ ព្រោះចៅមិនទាន់ដល់ពេលវេលាដែលចៅត្រូវហាត់វិជ្ជានេះទេណាចៅ ហេតុអ្វី ចៅដែលមានគ្រោះថ្នាក់ដល់ថ្ងៃក្រោយជឿជាผมខាន តែពេលនេះខ្ញុំកណាហាត់ហើយខ្ញុំកណាជាបុត្រព្រះមហាក្សត្រអាចបំពេញទៅបំណងរបស់ខ្ញុំកណាហើយលេខក៏រកស្រីមកទូឲ្យខ្ញុំកណា ដោយសារតែតាមិនទាន់ដល់ពេលវេលានឹងប្រគល់ឲ្យចៅនឹងហាត់វិជ្ជានេះណាចៅណាចៅស្ដាប់បានទេ តែខ្ញុំកណាចង់ហាត់ ឥឡូវនេះបើសិនជាឯងហ៊ានប្រើប្រាស់កំពីបែបនេះថ្ងៃក្រោយឯងនឹងជួបនឹងការវិរិយមិនខានទេ បើមាត់មិនគួរណាប្រើពាក្យអសុរោះចំពោះយើងបែបនេះទេគ្រាន់តែនិយាយពីបីម៉ាត់ប៉ុណ្ណោះតមាត់ឲ្យប្រប៉ែអរលីខ្សុល មិនបានជាចៅពូលពាក្យមកតាបែបនេះ អញសមបំផុតណាគ្រូណាអាម៉ែឲ្យណាតែកូនចៅបដាមិនស្ដាប់យើងបានរៀនចប់ទៅហើយតែទុកធ្វើអ្វីទៀត ឯងចង់ធ្វើអីឯងចង់ធ្វើអីតារតស័កយើងនឹងដាក់បណ្ដោះសាឯងឲ្យឯងស្លាប់នឹងរត់ផ្ទះបាញ់អូននេះស្រោ ស្រូបក្បាលឯងអីយោ កាន់តែពេញកំឡោះកាន់តែមានកម្លាំងពេលដែលមានកម្លាំងតណ្ហាកាន់តែមានពេលដែលមានតណ្ហាសម្លឹងឃើញតែស្រីស្រីស្រីឲ្យតែសាទសន្យាញ៉ាយដល់3ថ្ងៃទេបាទ3ថ្ងៃញ៉ាយមិនបានថែម1ថ្ងៃទៀតស្រីដណ្ដឹងបើស្រីដណ្ដឹងមិនបានទេរំលោភ ទ្រង់ព្រះនាមសវណ្ណកុមារខ្ញុំបានចេះចាំនៃមុនវិជាគាថាជាមួយនឹងលោកតាព្រះមនីអេសីពេលនេះបានក្រាបថ្វាយបង្គំលាលោកតាដើម្បីវិលត្រឡប់ចូលទៅក្នុងនៃព្រះបរមរាជឋានហើយរីករាយនៅក្នុងប្រតិយណាស់ កាត់ណែព្រឹកព្រៃ
ព្រឹកងាប្រយាគិរីបុកមកបតាក្រអូបមេក្រអែបមេអាក្លែបក្លិនណាបុកផាធ្វើឲ្យនាសាចុងក្រែបពេកក្រៃព្រៃក្នុងទូរគមគិរីបោះគាត់ទាំងឡាយដែលអមទៅដោយសូសៀងសំនៀងសាក់បាក់សាបាក់សៃយ៉ាងពីរោះដែលយំទម្លាក់សំលេងអំពីចុងស្រឡៅមកចុងជឿទាយ៉ាងខ្ពស់ត្រដែតយ៉ាងណាមិញដូចជារូបខ្ញុំរយៈពេលច្រើនព្រះភាសាកន្លងផុតមកហើយដែលបានឃ្លាតចាក់ឆ្ងាយអំពីនៃព្រះបរមរាជឋានមកបំពេញនៃមន្តវិជ្ជាគាថាគម្ពីរត្រៃវេទត្រៃយុទ្ធត្រៃដាជាមួយនឹងលោកតាបានចេះចាំដោយសេចក្តីបំណងពងប្រាថ្នាហើយ សប្បាយប្រតែខ្លាំងណាស់ថ្ងៃនេះព្រះបិតាឲ្យមកពពាតព្រៃមិនដឹងថាទិដ្ឋភាពនាទីនេះល្អយ៉ាងណានោះទេ នៅកណ្ដាលព្រៃបែបនេះមកជាមានសូត្រមានមួយស្រីបែបនេះខ្ញុំរកកន្លែងលាក់ពួនសិន មានព្រះនាមរតនាទេវីសប្បាយនៅខាងប្រតីណាតែថ្ងៃនេះព្រះបិតាឲ្យមកពពាតព្រៃសម្លឹងមកចោះមានបុប្ផាផ្កាព្រៃមានពណ៌ចម្រុះពណ៌គ្នាខ្លាំងពីដើមក្រអូបធ្វើឲ្យចិន្តារសាយខ្លាំងណាស់ គឺជាក្រមុំពេញវ័យព្រមចារីពេលណាដែលបបកន្លងក្រេបហើយនោះតែងតែដកដៃបបផាររយចាក់ចោលលោកីចាក់ជាបំខាននោះទេ អ្នកនាង សំឡេងនេះ ស្អាតណាស់ព្រះម្ចាស់ថ្លៃហើយ លោកមកពីទីណាមកចោប្រហែលជាលោកស្ដាប់ខ្ញុំឲ្យមកទៅនេះ មិនខុសទេខ្ញុំបានស្ដាប់ឮសូរសៀងសំនៀងដល់ពីរោះប្រៀបបានដូចជាសត្វដែលកំពុងតែវាចាផ្អែមល្ហែមបែបនេះខ្ញុំមិនដែលបានឮបែបនេះទេនាងជាកូនចៅអ្នកណាគេទៅបានជាមកដល់ព្រៃតែម្នាក់ឯងបែបនេះ មកតលោកដូចជាហាមខ្លាំងណាស់ហើយតែចោគ្រាន់តែព្រះនាមរបស់ខ្ញុំមិនខ្ញុំម្ចាស់មិនខ្លាចនឹងប្រាប់នោះទេខ្ញុំម្ចាស់មានព្រះនាមហៅថារតនាទេវី រតនាទេវី មែនហើយ អូព្រះនាងជាព្រះរាជបុត្រីនៃអង្គព្រះមហាក្សត្រព្រះនាង ព្រះអង្គម្ចាស់ត្រង់គ្រឿងបែបនេះខ្ញុំប្រកាសកាត់ច្បាស់ក្នុងចិត្តថាត្រង់ប្រកាសជាអង្គក្សត្រតែម្ដង មិនខុសទេ មែនហើយព្រះបិតារបស់ខ្ញុំម្ចាស់គឺជាព្រះចៅក្រុងមានក្រាបទូល អូប្រជាក្រុងមី ព្រះបង អូយកូនយក្សអីស្អាតអញ្ចឹងណែខ្ញុំធ្លាប់ឃើញយក្សនៅតាមគំនូរទាំងឡាយមានមុខកវែងកវាមដូចក្តាមប្រៃហើយហេតុអីបានជាបុត្រីរបស់ប្រជាក្រុងមីស្អាតបែបនេះរតនាទេវីមិនយល់តោះទេស្រឡាញ់បងទេ ឲ្យខ្ញុំស្រឡាញ់ព្រះអង្គណា មិនខុសទេ លោកជាលឿនពេកទេដែរ ប៉ុន្តែ
បងគិតថាមិនលឿនទេថ្លៃអើយសូមនាងប្រណីរៀមបងបែតីលើថ្លៃជីវាលើថ្លៃជីវាអេអូនអើយបងប្រាថ្នាចង់បានជីវាត្រកងបំបីល្អអើយសែនល្អអូនស្អាតណាស់ស្រីស្រស់អើយសែនស្រស់សំរងកែវពិសីមេត្រីតើស្រស់ស្រីនាងឆ្លើយយ៉ាងណាចិត្តអូនហើយរៀមបងប្រាថ្នាចង់បានជីវាធ្វើជាគូក្រអូនមិនដឹកមើលសំដីអណាព្រះអង្គក្នុងក្តីស្នេហាក្នុងក្តីស្នេហាមកចង់ អត់ចិត្តចំពោះអូនទេជួយចិត្តបងទេស្រីដ៏ល្អឆ្ងាត់ឆ្ងាយនិងមានសម្លេងពីរោះណាស់អូនហើយគួរបានទៅលើបរោះដែលចេះថ្នាក់ថ្នមដូចជារូបបងនេះព្រមសពតិលើរូបបងទៅបងសច្ចាប្រណិធាននឹងនាកណ្ដាលទីព្រៃនេះថាបើសិនណាជារូបបងក្បត់អូនឲ្យសូនដូចជាខ្យល់ខ្វល់ដូចជាផ្សែងហើយនឹងស្លាប់ដោយតន់ហន់ទៅចោះណា ប៉ាត់ខោហើយគ្រាន់តែស្រឡាញ់គ្នាណាហេតុអីក៏ប្រាប់បងស្បត់អីម្លឹងគេថាទឹកខោមិនដែលហត់ពាក្យពេចន៍មនុស្សស្បត់មិនដែលទៀងនោះទេដូចជាបងអញ្ចឹងមនុស្សប្រុសណាតែងតែស្បត់ចំពោះនារីគ្រប់តែគ្នាហ្នឹង ជឿលើប្រតិយរបស់បងទៅលុះត្រាតែពេករលំភ្នំរលាយទើបសេចក្តីស្នេហារបស់យើងអាចបាច់បាក់បានពេលនេះគឺមានតែស្ដេចមច្ចរាជមួយតែប៉ុណ្ណោះដែលអាចមកកាត់ផ្ដាច់នៃសេចក្តីស្នេហារបស់យើងទាំងពីរនាក់បានណា ក៏ប៉ុន្តែពេលនេះដើម្បីសបញ្ជាក់ថាព្រះអង្គម្ចាស់ពិតជាស្មោះខ្ញុំម្ចាស់ពិតមែនខ្ញុំម្ចាស់នៅណាយក្នុងប្រកាយខ្លាំងណាស់បើយ៉ាងវិញទៀតក៏ឃ្លាននៅព្រះគង្គាខ្ញុំម្ចាស់ចង់ឲ្យត្រង់តែដូននៅតែគង្គាឲ្យខ្ញុំតែបន្តិចបន្តិច អូនឃ្លានសោយនៅព្រះគង្គាមែនទេ បងខ្ញុំម្ចាស់ មិនចឹងអូនយើងគង់ចាំនាទីនេះសិនចុះបងនឹងស្ដាច់យាងទៅរកព្រះគង្គានៅខាងមុខបន្តិចទៀតបងនឹងត្រឡប់មកជួបអូនវិញហើយណា តែជាងណាព្រះបង កុំទៅណាចោលបងអីលើទេ ព្រះបង អូយស្អាតណាស់ឡើយ មិននឹកស្មានថានៅក្នុងព្រៃដ៏ធំល្វឹងល្វើយបែបនេះបែរតែជាជួបមនុស្សប្រុសដែលមាននិស្ស័យជាមួយនឹងខ្ញុំរងចាំម្ចាស់បងសិន ដាក់លោបលើចុងឫស្សីដល់ពេលបានត្រីបានពីក្នុងទឹកចុះភពសម្រាងរបស់ខ្ញុំដើរកន្លែងណាជួបស្រីកន្លែងហ្នឹងហៀសួស្ដីអ្នកនាងជាទីស្រឡាញ់ស្មើជីវិតនឹងព្រះអនាគត ចាសួ អ្នក ស្ដី នាងស្អាតណាស់តែកូនចៅអ្នកណាគេ ខ្ញុំហ្នឹងឯងកូនចៅម៉ែឪខ្ញុំ កូនចៅម៉ែរបស់បងដឹងហើយថាកូនចៅម៉ែរបស់អូនចុះបើអូនស្អាតនឹងខ្ញុំចូលចិត្តមនុស្សស្រីដែលមានសម្ដីមិនស្រឡាញ់បងនោះ អេឲ្យស្រឡាញ់យ៉ាងម៉េចមនុស្សប្រុសមិនដឹងថាមកពីណាមានរឹកពីមិនសមរម្យតែសោះ ស្រឡាញ់បងទៅ ខ្ញុំមិនស្រឡាញ់ទេ ហេតុអីក៏មិនស្រឡាញ់ សម្ដីសោជាតិមួយយៀតសោពូជនិយាយសម្ដីបំរើបែបនេះមិនគួរគប្បីទេណា អ
ត់កំណាញ់មេត្តាសុំស្រងបនិថាស្នេហាបងទៅសូមណាត់កំណាញ់មេត្តាសុំស្រងបនិថាស្នេហាបងទៅ លោកប្រុសមកពីទីណាហេតុអីក៏សម្ដែងមិនគោរពខ្ញុំគឺជាស្ត្រីតតែសោះនិយាយមកនៅជាមិនដឹងខ្យល់អ្វីតតែសោះតែម្ដងណា ហេតុអីក៏នាងស្អប់យើងខ្លាំងម្ល៉េះខ្ញុំប្រាប់នាងតាមត្រង់ទៅចុះបើខ្ញុំប្រតិពត្តិស្រីណាមិនបានហើយខ្ញុំពុះកញ្ជ្រោលផ្នែកតណ្ហាតែនៅទីកន្លែងណាក៏ចាប់បានដែរ អត់ទេម្ចាស់បងជួយខ្ញុំម្ចាស់បងម្ចាស់បង រតនាទេវីអូន ព្រះបងខ្ញុំម្ចាស់ នេះមានរឿងអីបានជាគេចាប់អូនបែបនេះ គឺអាកំហុចម្នាក់នោះគេ នេះជាប្រពន្ធរបស់អញ នាងគឺជាមនុស្សស្រីដែលយើងសពបរិជ្ជហរតីតាមការមើលគ្រឿងសាស័ព្ទផស្ដារូបឯងមិនមែនជាកូនមនុស្សធម្មតាទេ មិនបានយើងមិនមែនជាកូនមនុស្ស ឯងប្រហែលជាមិនមែនជាកូនរបស់មនុស្សធម្មតាទេប្រហែលជាកូនអ្នកមានសេនាកហបតីឬមួយក៏មន្ត្រីទាំងឡាយហើយ បើដឹងហួសពេលហើយហើយដឹងថាអញជាបុត្រព្រះមហាក្សត្រដូច្នេះស្ត្រីម្នាក់នេះអញចង់បានមកធ្វើជាប្រពន្ធរបស់អញគ្មានអ្នកណារៀបរៀងបានទេ ក៏ប៉ុន្តែយើងសពបតីលើនាងមុន អញចង្រៃឯងរៀបការឲ្យនៅ យើងមិនទាន់បានរៀបអភិសេកទេ អូអញ្ចឹងមានន័យថាឯងជាពុជពងខាត់ជាបងដែរមែនទេ មែន ល្អថ្ងៃនេះអញចង់មានសត្រូវដូចជាឯងនេះមានកិត្តិយសខ្លាំងណាស់បានចាញ់ឈ្នះនៅលើសភាវុធនេះបើនរណាឈ្នះស្ត្រីម្នាក់នោះគឺបានតែឯងតែបានឈ្នះគឺបានមកអញ មានសមត្ថភាពចុះមកចុះ ប្រយ័ត្នប្រកែកផងម្ចាស់បង ល្អហើយ ព្រះស្វាមី មានរឿងអីហ៎ មកស្វាបុត្រព្រះអង្គថ្ងៃនេះខ្ញុំមកចាត់គិតថានៅសូរដំណឹងបុត្ររបស់យើងរដ្ឋសាស្ត្រនោះគេត្រឡប់ចូលនគរមែនទេ ឲ្យគេមកធ្វើអីបើបងនេះទៅចេញទៅហើយនោះ ប៉ុន្តែ ក៏ប៉ុន្តែយ៉ាងម៉េច ខ្ញុំសូមអង្វរបងគេក៏ជាបុត្ររបស់យើងទោះបីជាបុត្រចិញ្ចឹមប៉ុន្តែយើងបីបាច់ថែរក្សាគេតាំងពីតូចណា សំលេងអ្នកណាមកទៀតហើយចា ជី រិទ្ធកុមារមានកិច្ចការអ្វីបានជារត់រហត់ប្រហែលទៅហប់តើមានកិច្ចការអ្វីទៅបានជារត់មកដល់ទីកន្លែងនេះ ប្រកាសណាថ្លៃពិសេសទូព្រះបង្គំព្រះមនុស្សកំណាចដេញតាមសម្រាប់អ្នកក្រាបទូ អ្នកគេកំណាចដឹងតាមសម្រាប់ពួកឯងទាំងពីរនាក់ផងមែនទេ គុណណាពិសេស តើគេជួយនរណាទៅអូ រីកបាមក បើ ខា ចឹ ង ង នេះ រត់ទីកន្លែងទីនេះសិនទៅ តើអ្នកណាគេទេ ស្បាច់ជាងមកហើយ ព្រះម្ដាព្រះបិតាស្វាមី បាត់មេដាបាត់មេដា គឺគេនេះហើយក្រាបទូ រដ្ឋសាស្ត្ររឿងអីបានជាឯងដេញកាប់សម្លាប់គេដោយគេគ្មានកំហុសបែបនេះទៅវិញនោះ នេះមិនរឿងរបស់ម្ចាស់បងទេគឺរឿងបងទូព្រះគុំតែប៉ុណ្ណោះឯងប្រកួតស្រីមិនឲ្យអញបើពុនឆ្នៃអញកំទេចនគរនេះចោលរដ្ឋសាស្ត្រយើងបាននេះរទេឯងចាឆ្ងាយពីទឹកដីបរិមហានគរហើយហាមដាច់ខាតមិនឲ្យឯងចូលមកប្រាំងប្រាសាទនេះទេតែឯងខ្លាំធំហ៊ានបំពេញចូលមកទឹកដីបរិមហានគរនេះពេលនេះទូព្រះគុំត្រូវកំទេចនគរនេះចោលសម្រាប់ទាំងអស់សំបីតែម្នាក់ក៏មិនទុកដែរទុកតែភួងរបស់ស្បាមួយហើយនឹងស្រីម្នាក់នេះហើយយើងឡើងក្រុងរាជសម្បត្តិដោយអង្គឯងធ្វើជាស្ដេចផែនដី ព្រះបិតាជួយខ្ញុំម្ចាស់បង មិត្តសម្លាញ់
តាមការពិតគីជាមិត្តទេមែនហើយល្អណាស់បើឯងមកដល់ហើយជួយធ្វើសឹកសង្គ្រាមយើងផងណែរាជមន្ត្រីបៃតានេះជាស្រីរបស់អញស្រីរបស់អញថាម៉េចស្រីអញអារបស់យោថាស្រីអញបុតអញហើយថាម៉េចរាជមន្ត្រីរបស់អញបុតអញបានសេចក្តីថាហើយលោកថ្លាមអញអាចោមសៀតឈប់សិនចាណាដឹងថាបុតឯងបើអញដឹងថាបុតឯងអញមិនធ្វើអញ្ចឹងទេបើនៅបានជ្រុលទៅហើយលបងកូនលបងឪវាមិនខុសទេឯងលើកកូនឲ្យមកអញមកមិនបានលើកកូនឲ្យមកអញមកអញមិនលេខឲ្យបុតឯងរៀបផ្សាយជាមួយនឹងអញមិនបានចេះដាច់ខាតអាចងរៃអស់មិត្តសម្លាញ់នឹងអញហើយបានអាចោមសៀតមិននឹងស្មានសោះថាមកលើកថ្លាមអញចង់បានរាជមន្ត្រីរបស់អញជាមហេសីនេះថ្លាធំមកពុនអេកប្រមានគុំនឹងសមាធិបានសំដូចប្រាថ្នាមិនទូលយកថ្លាធំមកពុនអេកប្រមានចិត្តអាសាមានកំណាចរឿងអាសាមិនបានឡើយណាអញចិនច្បាស់ថ្វាយអ្នកតាព្រៃអញចង់រៃឯងជាមិត្តភក្តិរបស់អញហើយពេលនេះក៏ញាតិវង្សារបស់អញដែរប៉ុន្តែគេបាននាទីអញចោលទាំងពីរទាំងបីត្រូវខ្សែសងហេខាអញនឹងប្រហាពួកអល់សិនណាខ្សែទាំងពីរទាំងបីត្រូវតែខ្សែសងហេខាអញនឹងប្រហាអល់សិនខ្សែសម្រាប់ទាំងអង្គទុកតែស្រីព្រះមេត្តាថ្លៃរបស់អញទៅអញទុកជីវិតចេះឯងត្រេកចេះគេចេះឯងពុនទលេចេះគេពុនសមុទ្របានថ្ងៃនេះរវាងឯងនិងអញសម្ពត់មិននឹងគ្នាអីបីបានបាត់មេតារិទ្ធសាអញចង់ដឹងណាស់ថាឯងនៅធ្វើព្យុះធ្វើភ្លៀងដល់ណាទៀតបើដឹងថាខ្លួនជាត្រីងៀតហើយនោះកុំប្រឹងឆ្លុកឆ្លៀតពងធ្វើអីណាចាបងទម្លាក់អាវុធចុះហើយប្រគល់ភងបោះស្បាយទូព្រាមគុំមកទូព្រាមគុំទុកជីវិតឲ្យព្រះអង្គបានបើឯងចង់បានភងបោះសេបានោះឯងធ្វើយ៉ាងណាសម្រាប់យើងនៅទីកន្លែងនេះសិនទៅទើបឯងយកបានណាបាត់មេតាមិនក៏បោផងឯងបាត់ក៏កាប់ចាក់ទាំងនេះស្មៃប្រយ័ត្នប្រកាយផងក្រាបទូលបាត់មេតារិទ្ធសងប្រយ័ត្នណាបតដើម្បីយុត្តិធម៌ឯងមិនអាចសម្លាប់យើងបានទេព្រោះយើងខ្លាចជាជីវិតអមតៈរតសារិទ្ធសារតសារិទ្ធសាឯងសម្លាប់អញឯងទៅតែប្រធននេះស្របរន្ទះបាញ់ប្រធននេះស្របពេលនេះឯងស្លាប់អញជាគ្រូឯងបានសម្លាប់អញជាគ្រូឯងទៅតែប្រធននេះស្របដាច់ខាតប្រ
ធូននេះទៅតែស្រុកឯងទៅរស់ឯងមិនអាចរស់រីកមានជីវិតបន្តទៅទៀតបានទេអញខំបង្ហាត់បណ្ឌៀនឯងគ្រប់សពនៃកម្ពីត្រៃវេវិជាការឯងបានរៀនចប់បែរជាឯងយុវជានោះមកត្រឡប់សម្រាប់អញជាគ្រូឯងទៅតែស្លាប់នៅមធននេះស្រុក បាត់ទេតា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  ព្រះស្វាមី អរិទ្ធិស័កយ៉ាងសាច់ហើយជីវិត បាត់មេតា ធ្លាក់ខ្លួន នេះហើយគឺជីវិតរបស់ឯងមែនទេអរិទ្ធិស័ក ស្រាប់ឲ្យច្បាស់ណាស់មានតែប្រកាន់ទឹកនេះទេបំផ្លាញជីវិតអមតៈអញបានមុននឹងអញស្លាប់អញសុំញញឹមបន្តិចសិនដើម្បីកើតមកមួយជាតិទៀតនៅតែរាសនាមប្រុសស្អាតដដែលពេលដែលអញងាប់ទៅអញចេះដើរតេះតាអញកើតក្បែរអ្នកណាដែលនៅក្បែររាជវាំងឯងស្រែកលោឡាមកដៃបានដេកទេហើយពេលនោះអញយកដុំថ្មដេញគប់ឯងហើយបើមានឱកាសល្អពួកឯងទៅតន់ហន់ជាមួយនឹងអញរងចាំនៅឋាននរកឆ្លោះគ្នានៅឋាននរកអញឆ្លាញ់ស្រីនៅឋាននរកព្រោះអញស្លាប់ទៅអញមិនអស់ចិត្តទេប៉ុន្តែដើម្បីឲ្យពិភពលោកនេះស្ងប់ចិត្តមុននឹងអញស្លាប់ទៅឯងត្រូវយកស្រីកំណុំ7នាក់ទៅសែនភ្នូអញផងកុំឲ្យអញស្លាប់ទៅខ្វះជាតិស្រីអូយជួយផងស្រីជួយទីខ្ញុំស្អីទីជើងខ្ញុំជួយផងបន្តនេះឯងត្រូវតែស្លាប់បន្តនេះស្រុកចាំមកឯងទៅតាមបទរត់ទៅសោបានរឿងទៅសោកសាក់សូមអបអរសាទរ អរគុណបាទអរគុណច្រើនមកសម្រាប់វត្តមានបាទលោកគ្រូអ្នកគ្រូដែលសម្ដែងបាទលខោនបាសាក់រឿង រិទ្ធិសូ រិទ្ធិសូរិទ្ធិស័កបាទសូមអបអរសាទរម្ដងទៀតសម្រាប់វត្តមានបាទលោកគ្រូអ្នកគ្រូក៏ដូចជាបងទាំងអស់គ្នាបាទឥឡូវបងដែលជាប្រធានលខោនបាទគាត់មានមតិចំណាប់អារម្មណ៍ក៏ដូចជាអរគុណដល់លោកអញ្ញាដែលមកឧបត្ថម្ភមកសូមអញ្ជើញបង ចា ជាដំបូងនេះខ្ញុំបាទអ្នកដឹកនាំសិល្បៈឈ្មោះឌីសុផលបាទដឹកនាំរឿងរិទ្ធិសូរិទ្ធិស័កសូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះលោកអុកញ៉ាថៃមេងលឹមឧបត្ថម្ភនៅក្រុមសិល្បៈខ្ញុំបាទចំនួន$500បាទសូមជួយអបអរសាទរបាទ